ជំរាបសួរបងប្អូនទាំងអស់គ្នាស្វាគមន៍មកកាន់វីដេអូរបស់ខ្ញុំបាទម្សិលមិញគឺខ្ញុំបានថតនៅលើព្រះវិហារហើយពេលថ្ងៃនេះខ្ញុំបានថតពីចំហៀងខាងជើងវិញបងប្អូនទស្សនាមើលទស្សនវិជ្ជាของសាលាឆាន់អញ្ចឹងណាបងប្អូនហើយចាំមើលទៅទៀតខ្ញុំដើរទៅខាងមុខទៀតដើម្បីទិដ្ឋរូបភាពពីខាងលិចរបស់បងប្អូនទស្សនាវិញនេះគឺទស្សនវិជ្ជានៃของសាលាឆាន់បងប្អូនថាសសរច្រើនណាស់បងប្អូនហើយបាត់តែខេងសាលាឋានធំមែននោះទស្សនវិជ្ជាមើលពីខាងកើតของសាលាឆាន់បងប្អូនមើលតែស្មៅក៏ដឹងថាស្មៅទីឡើងខៀវគេអត់កាត់ទេនៅនេះហើយគេអត់បាញ់ថ្នាំទេបងប្អូនគេកាត់ម៉ាស៊ីនបងប្អូនទស្សនាមិត្តភាពស្អាតទេបងប្អូនខ្ញុំថតនេះពេលព្រឹកទេបងប្អូនគាត់ថាមកបានបញ្ចូលតលេងទៅផុសពេលល្ងាចបងប្អូនទស្សនាមិត្តភាពមានដើមស្វាយដើមខ្នុរសួនផ្កាបងប្អូនចំណាំមកថតបងប្អូនមើលនោះបងប្អូនមើលកញ្ញាត់បងប្អូនមើលទស្សនភាពពណ៌បៃតងនៅជុំវិញហ្នឹងមានអារម្មណ៍ថាស្រស់ស្រាយជាមួយនឹងទស្សនភាពចុះបងប្អូនណាហើយទស្សនភាពភាសាព្រះវិហារយើងគឺស្អាតណាស់បងប្អូននេះមើលពីខាងលិចថ្ងៃដែលវាកើតបងប្អូនពីព្រឹកណាមើលមកគឺថាស្អាតណាស់បងប្អូនហើយមិននឹងស្មានថាហើយយើងរស់នៅជាមួយធម្មជាតិចឹងគឺធ្វើឲ្យយើងស្រស់ស្រាយសំខាន់យើងចេះសម្អាតបរិស្ថានបងប្អូនហើយនៅតាមសួននោះខ្ញុំបានដាំដើមមៀនចាំមើលដល់ពេលធំទៅចាំថតបងប្អូនមើលនៅដីសាលាហ្នឹងបងនេះថតពីខាងត្បូងចំហៀងហ្នឹងបងថតពីចំហៀងត្បូងបងប្អូនទស្សនាមើលសាលាឆាននេះក្នុងសួនបងប្អូនទស្សនាជួយឲ្យ Subscribe ម្នាក់មួយបងប្អូនសូមអរគុណច្រើនដែលបានទស្សនា